ជាបឋមខ្ញុំប្រកាសណាអាត្មាមានពាក្យមួយពាក្យនឹងក៏ជាពាក្យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងជាញឹកញឹកជាញយញយអំពីអបមាទធម៌ព្រះដែលមានពភាកជានិច្ចកាលព្រះអង្គតែងសម្ដែងអំពីសតិស្មារតីហើយយើងទាំងឡាយនឹងចម្រើនជារឿយហេតុដែលព្រះអង្គមិនអោយប្រមាទមកអំពីពេលវេលានៃការរស់នឹងវាមានកំណត់ពេលវេលានៃការរស់មានកំណត់នឹងជួនកាលកំណត់ទៅតាមអាយុកាលអាហ្នឹងក៏ហៅថាពេលវេលាកំណត់ខ្លះទៀតទៅតាមវិបាកកម្មអុយផលត្រូវកម្មបៀតបៀនដោយកម្មចូលមកកាត់ផ្ដាច់អាហ្នឹងក៏ជាការកំណត់ដោយវិបាករបស់កម្មណាហើយទាំងពីរហ្នឹងទោះបីជាតាមពេលកំណត់នៃអាយុកាលទាំងពេលស្លាប់ដោយវិបាករបស់កម្មអុយផលព្រោះការដាច់បាណាតិបាតក្តីសរុបមកគឺអត់អាចកែប្រែបានព្រោះហេតុដូច្នោះសម្លឹងមើលពេលវេលានៃការរស់របស់យើងមិនយឺនយូរឡើយ10ឆ្នាំ10ដងមិនយឺនយូរឡើយព្រិចភ្នែកភ្លេចខ្លួនក៏10ឆ្នាំកន្លងផុតទៅវ័យដ៏ស្រស់ត្រកាលក៏ត្រូវបាត់បង់ទៅបន្សល់នៅតែវ័យជរាទ្រុឌទ្រោមក្រំគ្រាសុខភាពជានាល្អក៏ត្រូវបាត់បង់ទៅជាបណ្ដាចំពោះជីវិតដែលវាចេះតែប្រែប្រួលទៅយើងនិយាយថាពេលវេលាជាអ្នកដើរទៅមុខតាមពិតពេលវេលាអត់មានប្រែប្រួលឡើយអ្វីដែលប្រែប្រួលគឺជីវិតរបស់យើងទាំងឡាយច័ន្ទអង្គារពុធប្រហោះសុក្រសៅរ៍អាទិត្យត្រឡប់មកច័ន្ទអង្គារពុធប្រហោះសុក្រសៅរ៍ក៏ប៉ុន្តែច័ន្ទមុនយើងនៅក្មេងជាងច័ន្ទនេះថ្ងៃសុក្រមុនយើងនៅក្មេងជាងថ្ងៃសុក្រនេះតែថ្ងៃសុក្រមុននិងថ្ងៃសុក្រនេះនៅដដែលអត់ចាស់ឡើយសុក្រនៅតែសុក្រសៅរ៍នៅតែសៅរ៍អាទិត្យនៅតែអាទិត្យជនចំនួនមុនកាលពី100ឆ្នាំមុនក៏ប្រើពេលច័ន្ទអង្គារពុធប្រហោះសុក្រសៅរ៍អាទិត្យ100 200 300 400 500ដដែលមិនចេះចាស់មិនចេះជរាមិនចេះបាត់បង់នៅក្នុងថ្ងៃដែលយើងរាប់ទាំងឡាយនោះមានថ្ងៃមួយគឺយើងជាថ្ងៃដែលយើងស្លាប់ចោលថ្ងៃខានបានរាប់តទៅទៀតសម្រាប់យើងអញ្ចឹងពេលវេលាមិនចាស់ជរាទេតែសត្វលោកទេដែលចាស់ជរាពីព្រោះថ្ងៃដែលយើងស្លាប់គឺជាថ្ងៃដែលអ្នកដទៃទៅតែកើតដូច្នេះថ្ងៃដែលយើងស្លាប់គឺជាថ្ងៃចុងបញ្ចប់របស់យើងម្នាក់ជាថ្ងៃចុងក្រោយរបស់យើងម្នាក់តែជាថ្ងៃថ្មីនៃមនុស្សដែលទៅតែកើតនឹងអញ្ចឹងដូច្នេះពេលវេលាមិនមែនចាស់មិនមែនថ្មីតែអ្វីដែលប្រែប្រួលចាស់គឺខន្ធបញ្ចកៈនេះជីវិតនេះខន្ធប្រវត្តិដែលចេះទៅប្រព្រឹត្តទៅនេះឯងជាមួយនឹងពេលវេលាដែលចេះតែទំពាស៊ីសត្វលោកយ៉ាងនេះដែលសត្វលោកនៅក្រោមអំណាចនៃពេលវេលាយ៉ាងនេះហើយទើបព្រះដ៏មានព្រះភិក្ខត្រាស់ថាអ្នកទាំងឡាយកុំប្រមាទពាក្យថាប្រមាទគឺជាឈ្មោះនៃការធ្វេសប្រហែសស្មារតីឥឡូវនេះភ្លេចត្រជាមកដល់មួយសប្តាហ៍ទៀតហើយខ្ញុំប្រកាសណាអាត្មាដាក់ពេលឲ្យញោមវិទ្យុនាយកវិទ្យុនឹងថាមួយសប្តាហ៍ម្ដងចូលមក
នឹកស្មានទៅវាយូរក្រនដែរតម្រុំទៅដល់ប៉ុន្តែភ្លេចខ្លួនថ្ងៃខ្លះអត់ទាំងដឹងខ្លួនថាដល់ថ្ងៃចូលប៉ោះផងអត់ដឹងជាងការអត់ដឹងដល់គាត់ទេមកប្រាប់ទៅបាននឹងអូដល់ថ្ងៃហើយតើដូចជាឆាប់ណាស់ដូចជាមួយផ្លេតមកដល់នឹងមានដាស់តឿនដឹងអ្នកដាស់តឿនដឹងក៏ប៉ុន្តែថ្ងៃមួយនោះអត់មានអ្នកដាស់តឿនទេគឺថ្ងៃស្លាប់ភ្លេចខ្លួនរហូតដល់ថ្ងៃស្លាប់អ្នកខ្លះបានដឹងខ្លះពិចារណាសេចក្តីស្លាប់ខ្លះតាមរយៈធម៌អាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងកិច្ចណាដែលគួរធ្វើក៏ធ្វើឲ្យហើយសេចក្តីជ្រះថ្លាចង់បំពេញទានសិលភាវនាក៏ធ្វើឲ្យហើយខ្លះនឹងអត់បានដឹងមួយជីវិតនឹងរស់នៅដោយការមិនដឹងអត់ទាំងដឹងថាខ្លួនឯងត្រូវស្លាប់ដឹងដែរតែមិនឥឡូវទេនៅបន្តិចទៀតឥឡូវទៅតែ30ឥឡូវទៅតែ40ឥឡូវទៅតែ50មានញោមម្នាក់នោះគាត់អាយុចិត្តដែរពេលថ្ងៃសិលមានប្អូនម្នាក់នោះគាត់និយាយថាជីដូនណាដែលរសាឧបោសថរូតពិសាឲ្យហើយទៅកុំឲ្យហួសថ្ងៃស្រាប់តែគាត់និយាយមកថាឲ្យចាស់ពិសាមុនណាខ្ញុំមិនតាន់អីតែផ្លេតហើយប៉ុន្តែគាត់អាយុចិត្តណាគាត់ថាគាត់មិនតាន់អីហើយគាត់ថាឲ្យចាស់ហូបមុនអញ្ចឹងមិនដឹងថាគាត់សំដៅថាប៉ុណ្ណាបានចាស់ហើយណាមានមនុស្សភ្លេចខ្លួនអញ្ចឹងដែរបងភ្លេចអ្វីភ្លេចចោះតែកុំភ្លេចស្លាប់នឹងពាក្យប្រពខាងដើមថាបើយើងដឹងសេចក្តីស្លាប់ថាមុខជាមុខដល់យើងពិតជាក្លាហានក្នុងកិច្ចបំពេញតួនាទីមនុស្សដែលនឹកដល់សេចក្តីស្លាប់មិនមែនទៅជាមនុស្សទន់ខ្សោយទេមនុស្សដែលនឹកដល់សេចក្តីស្លាប់ដឹងថាទោះជានរណាក៏ដោយក៏ស្លាប់ប៉ុន្តែតើប្រយោជន៍នៃការរស់ត្រូវធ្វើអ្វីគេនឹងបាត់បង់សេចក្តីខ្លាចសូម្បីតែសេចក្តីស្លាប់អ្នកពិចារណាសេចក្តីស្លាប់សូម្បីសេចក្តីស្លាប់នាពេលបំផុតទោះបីជាខ្លាចគឺដឹងកំណត់ក្នុងចិត្តថាត្រូវតែស្លាប់ទោះបីជាខ្លាចក៏នៅតែហ៊ានមិនតក់ស្លុតដោយជាប្រយោគីវិចរបុគ្គលទាំងឡាយកាលណាលោកដឹងសេចក្តីស្លាប់ដោយពិតប្រាកដហើយមួយថ្ងៃនៃពេលវេលារស់របស់លោកតាំងនៅក្នុងគុណធម៌ដ៏ជាទីជ្រះថ្លាដ៏បរិសុទ្ធល្អស្អាតទោះបីជាមានអ្នកគំរាមមានអ្នកចង់ធ្វើបាបមានអ្នកឈ្នានេះយ៉ាងណាក៏ដោយក៏មិនអាចបង្ខំឲ្យលោកឃ្លាតចេញអំពីសេចក្តីល្អបានឡើយពីព្រោះអ្វីពីព្រោះលោកទ្រង់ជ្រាបថាជីវិតត្រូវតែស្លាប់គ្រាន់តែមុននឹងក្រោយពីព្រោះជីវិតយើងទាំងអស់គ្នាកើតមកសម្រាប់ស្លាប់ទាំងអស់គ្នាឥឡូវពុទ្ធបរិស័ទទាំងឡាយកំពុងតែឮសំឡេងខ្ញុំប្រកាសណាអាត្មាភាពហើយក៏មិនដឹងថាញាតិញោមណាត្រូវស្លាប់មុនអាត្មាហើយក៏មិនដឹងថាញាតិញោមណាក្រោយពេលដែលអាត្មាអស់ជីវិតទៅនឹងហៅអាត្មាថាខ្មោចលោកគ្រូសានសុជានេះជារឿងធម្មតាដូច្នេះនិយាយផ្ដាំចំពោះជនចំនួនក្រោយឲ្យហើយផងដែរក្រែងឮសំឡេងថាផ្ដាំឲ្យហើយទៅក្រោយពេលដែលខ្ញុំកណាអស់ជីវិតទៅក្រោយពេលដែលខ្ញុំបកណាលែងនៅលើโลกនេះជនចំនួនក្រោយសង្ឃឹមថាបានឮសំឡេងខ្ញុំកណាខ្លះតាមរយៈខ្សែអត្ថសំឡេងកាសែតខ្លះសូមផ្ដាំទៅថាស្លាប់មិនមែនតែខ្ញុំប្រកាសណាអាត្មាភាពទេអ្នកទាំងឡាយកំពុងនៅរស់ក៏នឹងស្លាប់ដូចអាត្មាអញ្ចឹងដែរក៏នឹងអស់ជីវិតដូចអាត្មាអញ្ចឹងដែរអំពើណាសេចក្តីល្អណាដែលអ្នកគួរធ្វើត្រូវតែធ្វើឲ្យហើយព្រោះថាក្រោយពេលដែលស្លាប់ដោយអាត្មាហើយមិនអាចបំពេញបានទៀតឡើយមានដៃធ្វើល្អដោយដៃមានជើងធ្វើល្អដោយជើងមានមាត់និយាយល្អដោយមាត់គិតទាំងប្រយោជន៍ខ្លួនឯងនិងអ្នកដទៃសូមប្រើប្រាស់ជីវិតដែលបានមកដោយផលបុណ្យនឹងប្រព្រឹត្តតែនៅក្នុងអំពើជាប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃពាក្យមិញគឺផ្ដាំក្រោយពេលដែលអស់ជីវិតមិនមែនបានន័យថាខ្ញុំកណារួចពីនឹងទៅលេបថ្នាំសម្លាប់ខ្លួនមែនទេគឺពិតជាអញ្ចឹងសេចក្តីស្លាប់នឹងមកដល់ហើយក៏មិនមែនបានន័យថាព្យាករថាខ្លួនឯងស្លាប់ម្កាលដែរណាមិនបាច់
សង្ស័យថាយ៉ាងម៉េចទេគឺអត់ដឹងដូចគ្នាក៏ប៉ុន្តែពិតជាយ៉ាងហ្នឹងយ៉ាងណាក៏បានឱកាសមួយផ្ដាំដល់ជនជំនាន់ក្រោយដែរតែអ្នកក្រោយទាំងឡាយដែលមិនតាន់ស្លាប់នៅពេលនោះគេឮសំឡេងខ្មោចណាអ្នកក្រោយទាំងឡាយដែលមិនតាន់ស្លាប់អ្នកពិតជាស្លាប់ដែរនៅក្នុងទេវទូតសូត្រព្រះអង្គក៏សម្ដែងចឹងដែរនៅក្នុងបេដកលេខ27យមរាជសួរថាឃើញទេវទូតទីម៉ានទី1ជាតិជ្រាបជាទីមរណៈទី4ណាតើអ្នកឯងឃើញអ្នកស្លាប់ហ្នឹងតើគិតថាម៉េចដែរថាអត់បានគិតអីទេឥឡូវតែប្រឹងរកទទួលទានអ្វីតែប្រឹងនេះប្រឹងនោះជាប់រវល់តើអ្នកឯងបានគិតទេថាការស្លាប់នេះមិនមែនតែគាត់នឹងទេឬថាដូចជាអ្នកស្លាប់ហ្នឹងកំពុងតែនិយាយប្រាប់ថាមនាលអ្នកទាំងឡាយកាលពីមុនខ្ញុំក៏ធ្លាប់រស់ដូចអ្នកទាំងឡាយអីចឹងដែរធ្លាប់មានសេចក្តីសប្បាយធ្លាប់មានមុខមានមាត់ធ្លាប់មានសុខភាពធ្លាប់មានជីវិតធ្លាប់មានកម្លាំងកាយធ្វើអ្វីៗបានតាមចិត្តមិត្តតាមចង់ដូចជាអ្នកទាំងឡាយអីចឹងដែរឥឡូវខ្ញុំស្លាប់ហើយតែកុំភ្លេចថាការស្លាប់មិនមែនតែខ្ញុំឡើយអ្នកទាំងឡាយកំពុងតែដកដង្ហើមចេញចូលមានថ្ងៃមួយអ្នកនឹងឈប់មានការដកដង្ហើមដូចខ្ញុំអញ្ចឹងដែរដូច្នេះចំពោះអ្នកស្លាប់ដូចជាខ្ញុំនេះมันអាចធ្វើអ្វីៗបានទៀតទេដូច្នេះអ្នកទាំងឡាយដែលមិនតន់សេចក្តីស្លាប់មកដល់អំពើជាប្រយោជន៍ណាដែលត្រូវធ្វើអ្នកត្រូវតែធ្វើឲ្យហើយបើកាលណាអ្នកទម្រាន់អ្នកមានការអល់ឯកអ្នកមានការរងចាំអ្នកនឹងខាតពេលអ្នកនឹងអស់ពេលពីព្រោះពេលវេលាមិនចាំយើងឡើយសេចក្តីស្លាប់មកដល់ហើយពាក្យស្ដាយក្រោយក៏ហួសនិយាយដែរ